បងប្អូនទាំងគ្នាខ្ញុំចង់និយាយឡើងនឹងតិចតាក់ទងជាមួយតបសៀមហើយនឹងតបខ្មែរតបសៀមបងប្អូនស្រុកសៀមមួយថ្ងៃហ្នឹងអាស្អីគេអាបេអាក្របផ្លោងអាធំធំអីហ្នឹងបានតែល្អមើលទេបានតែល្អមើលទេសភាវុធទំនើបប៉ុន្តែទាហានជាក់ស្ដែងគឺអត់ប្រយោជន៍ទេចាញ់ទាហានខ្មែរយើងដាច់ទាហានខ្មែរយើងបងប្អូនពូខ្ញុំគាត់ប្រាប់ផ្ទាល់ពូហ្នឹងគាត់មានមិត្តភ័ក្តិជាទាហានជួមុខដូចគ្នាហ្នឹងគាត់ថាពូអត់មានប្រពន្ធកូនទេហើយឥឡូវស្រុកកើតសង្គ្រាមគាត់ថាគាត់ដាំបាយហូបម្នាក់ឯងមិនឆ្ងាញ់គាត់ទៅបានបាញ់ចោលបានតើបាញ់ពួកឆ្លៀនពៀនមិនគាត់ហូបបាយឆ្ងាញ់ឡើងឡានទៅព្រះវិហារហ្មងទឹកចិត្តបងប្អូនអ្នកគ្នាទឹកចិត្តអញ្ចឹងទាហានខ្មែរបងប្អូនទាហានជើងចាស់សៀមវិច័យយើងត្រង់ហ្នឹងព្រោះអីទាហានសៀមបងប្អូនទាហានសៀមដែលបងប្អូនអ្នកគ្នាឃើញតែបាញ់គ្នារាល់ថ្ងៃហ្នឹងដូចខ្ញុំនិយាយក្នុងវីដេអូមុនសិតតែទាហានខ្មែរលើទេគេបញ្ជូនអ្នកចិត្តមកស្លាប់មុនគេឲ្យខ្មែរបាញ់ខ្មែរខាងអ្នកសរិនខាងអីប៉ែកខាងលើបរិយរំអីមកជួខាងព្រំបតលខាងលើហ្នឹងបងប្អូនអញ្ចឹងគេបញ្ជូនអ្នកហ្នឹងមកហើយពួកហ្នឹងមានដែរធ្វើសង្គ្រាមអីវាបងប្អូនអ្នកគ្នាអត់ដូចខ្មែរអញ្ចឹងខ្មែរយើងឆ្លងកាត់សង្គ្រាមគេឆ្លៀនពៀនផងសង្គ្រាមស៊ីវិលផងអីផងគឺទាហានគាត់មានបទពិសោធន៍ទាហានគាត់ខ្លាំងគាត់អង់អាចហើយទាហានចូលមុខសំថ្ងៃមានទាហានជើងចាស់គាត់ដឹកនាំមុខអញ្ចឹងទាហានជំនាន់ក្រោយនេះធ្វើឲ្យចិត្តទាហានជំនាន់ក្រោយគឺពួកគាត់ចិត្តអង់អាចដោយសារមានអ្នកនាំមុខដែលមិនខ្លាចស្លាប់ហើយអញ្ចឹងហើយបានសៀមវាវាយតាំងពីលើកមុនវាអត់ចូលទេមិនមែនថាអត់ចូលសោះវាចូលហើយវាទប់អត់ជាប់វាថយទៅវិញដោយសារអីជើងគោកទាហានព្រៃទាហានអីគឺចាញ់ខ្មែរយើងដាច់បងប្អូនអត់មានមកលោតជាមួយខ្មែរយើងបានទេបើនិយាយសភាវុធវាទំនើបបានតែអ៊ូតហ្នឹងអត់មានសាច់កាយទេបងប្អូនអរគ្នាឃើញថាវាយថ្មើរជើងមានចូលបានជ្រៅណាអត់មានទេវាបានតែហោះអាយន្តហោះกระដាស់វាហ្នឹងហោះឆ្វែលហ្នឹងទៅតម្លាក់គ្រាប់បាយតម្លាក់អីបកាយតែខាងអញ្ចឹងតែបើថាវាយសាច់កាតែមួយខ្មែរយើងអត់រួចទេអញ្ចឹងប៉ុន្តែជាកង្វល់ទុកកង្វល់មួយដែលនៅតែកើតមានគឺចំណាក់កំណើនជនភៀសឹកឥឡូវហ្នឹងឡើងដល់ជាង30,000នាក់ហើយបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនដែលជួយសូមនៅបន្តជួយបងប្អូនតិចច្រើន1000 2000 3000 4000ក្តីបងប្អូនមានជាស្បៀងទឹកសុទ្ធត្រីខឬក៏អំបុកអីតិចតួចអីយកទៅជូនទៅដល់ខាងតំណាងបងប្អូនខាងតំណាងដែលគាត់ឈរតំណាងរៃអង្គាសប្រាក់ក៏ដូចជាស្បៀងដើម្បីយកទៅជូនបងប្អូនជនភៀសសឹកនិងតបជួរមុខអញ្ចឹងបងប្អូននៅតែបន្តជួយពីព្រោះថាបើទោះបីជាសង្គ្រាមចប់ភ្លាមក៏បងប្អូនជនភៀសសឹកគាត់មិនទាន់អាចត្រឡប់ទៅគេហដ្ឋានត្រឡប់ទៅប្រកបរបររកស៊ីរបស់គាត់វិញបានដែរគឺនៅត្រូវស្នាក់សិនតម្រាំតែសភាពការស្ងប់ទៅពួកគាត់អាចត្រឡប់ទៅវិញបានអញ្ចឹងសម្រាប់បងប្អូនដែលជួយជាតំណាងខ្ញុំនៅតែលើកទឹកចិត្តពួកគាត់នៅតែបន្តការងារបានល្អខ្លាំងមែនទែនហើយសម្រាប់អ្នកជួយគឺយើងនៅតែជួយអញ្ចឹងទៅ